ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាភ្លេចសាច់គោងើជីននៅពុកម៉ែបងប្អូនចានិយាយពីថាគ្រឿងតន់ត្រែនហ្នឹងគឺតែងតែតន់ត្រែនរហូតគ្រាន់តែថាអ្វីដែលមិនតន់ហ្នឹងគឺផុសមិនតន់ពេលវេលានិយាយទៅបើថាដើរត្រៀបតាណាវិញថតឲ្យចង់ពី3ឆ្នាំមិនតន់នឹកឃើញកាត់ផុសផងនិយាយពីខ្ជិលនោះខ្ជិលតោះឥឡូវយើងងាកមកមើលមុខម្ហូបយើងវិញថ្ងៃហ្នឹងគឺខ្ញុំចង់បង្ហាញពីធ្វើសាច់គោតកួនងើជីនគេហ្នឹងដែលកាលហ្នឹងគឺល្បីផ្ទុះខ្លាំងហើយពេលហ្នឹងក៏កំពុងធ្វើតែមិនតន់បានកាត់តដាក់ហើយក្នុងហ្នឹងគឺខ្ញុំប្រើសាច់ងើជីនលាយជាមួយនឹងសាច់ស្រួយយើងហាន់វាមកចឹងមកហើយបន្ទាប់មកទៀតគឺគ្រឿងដែលយើងមានដូចជាទឹកតហូមានខ្ទឹមសមានម្ទេសអីអញ្ចឹងទៅអញ្ចឹងបន្ទាប់មកទៀតគឺខ្ញុំធ្វើការលាយសាច់គោជាមួយនឹងគ្រឿងដែលប្រឡាក់ក្នុងគ្រឿងហ្នឹងគឺខ្ញុំអត់មានដាក់អីច្រើនទេមានតែប្រេងខ្យងហើយនឹងម្សៅស៊ុបហើយបន្ថែមតែខ្ទឹមសនិងម្ទេសដើម្បីកូរវាចូលគ្នាឲ្យវាមានជាតិតិចតិចឆ្ងាញ់ឡំឡំអញ្ចឹងណាវាឆ្ងាញ់ណាពុកម៉ែបងប្អូនយើងកូរអញ្ចឹងឲ្យហើយមកបន្ទាប់មកទៀតពេលយើងសប់ហើយយើងក៏ចាប់ផ្ដើមដាក់ខ្ទះដាក់ប៊ឺចូលហើយយើងកូរប៊ឺឲ្យលាយអញ្ចឹងណាពុកម៉ែបងប្អូនហើយក៏ចាប់ផ្ដើមដាក់ខ្ទឹមសហើយនឹងម្ទេសចូលហើយកូរឲ្យវាឈ្ងុយនិយាយពីថាជះ3 4 5ផ្ទះហើយបើថាថតវីដេអូបដាហ្នឹងគឺថាឈិតឆតហ្មងគូឡើងឈុលបងបងប្អូនហើយបន្ទាប់មកទៀតយើងដាក់តកួនចូលមកដាក់តកួនដែលយើងសក់វាយើងជ្រៀកវាហ្នឹងហើយយើងត្រាំទឹកឲ្យវាពីថាទុនឆ្ងាញ់ណាស់បងប្អូនហើយក៏បន្ថែមសាច់គោយើងនឹងដាក់ចូលមកឆ្អិនមកល្មមដែលយើងប្រឡាក់គ្រឿងមិញហ្នឹងអញ្ចឹងតោះមកខ្ញុំចាប់ដើមកូរវឹកនៅលើខ្ទះហ្នឹងដើម្បីឲ្យវាចូលសប់ចូលគ្នាមួយតកួនមួយសាច់គោអញ្ចឹងណាហើយសម្រាប់ការឆ្អិនគឺខ្ញុំយកឆ្អិនល្មមមិនឆៅពេកមិនឆ្អិនពេកហើយធ្វើសំខាន់ធ្វើម៉េចឲ្យតកួនហ្នឹងវាទន់អញ្ចឹងនៅពេលដែលវាទន់លាយចូលគ្នាគឺថាគ្រាន់តែបញ្ចូលសលេងហ្នឹងចាប់ដើមស្រក់ទឹកមាត់ទៀតហ្នឹងហើយនិយាយពីថាបើក្លិនឈ្ងុយវិញជះ4 5ផ្ទះចាពុកម៉ែបងប្អូនហើយបន្ទាប់មកទៀតយើងដល់វគ្គភ្លក់រសជាតិតកួនហ្នឹងមើលមិនដែរដាក់ចូលមាត់ជាមួយទឹកតហូធ្វើនេះឆ្ងាញ់ណាស់ពុកម៉ែបងប្អូនហើយដាក់ចូលខ្វប់ចង់ឲ្យហាហូបឆ្ងាញ់ហ្មងពុកម៉ែបងប្អូនហើយឥឡូវតោះងាកមកមើលចែសិលាក៏ភ្លក់ម្ដងតើរសជាតិយ៉ាងណាដែរ